ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពវាគឺជាជំនាញទន់មួយដែលនៅសាលាភាគច្រើនមិនមានការបង្រៀនទៅដល់យុវជនក៏ដូចជាសិស្សានុសិស្សនៅតាមវិទ្យាល័យឬមួយក៏នៅតាមសាកលវិទ្យាល័យទេពោលគឺវាត្រូវបានរៀនឬមួយបង្រៀននៅកន្លែងធ្វើការឬក៏មនុស្សគ្រប់គ្នាព្យាយាមទំនាក់ទំនងក៏ដូចជាកត់សម្គាល់ខ្លួនឯងអានឯកសារផ្សេងដល់ខ្លួនឯងក៏ដូចជាកត់សម្គាល់ខ្លួនឯងថាតើគួរធ្វើយ៉ាងម៉េចដើម្បីឲ្យជំនាញទន់ផ្សេងជាពិសេសគឺជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនេះអាចប្រព្រឹត្តទៅបានល្អប្រសើរដូច្នេះហើយដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់បងប្អូនកូនក្មួយដែលជាយុវជនយុវនិស្សិតដែលកំពុងតែបន្តការសិក្សាទាំងថ្នាក់វិទ្យាល័យនិងថ្នាក់មហាវិទ្យាល័យខ្ញុំសូមចែករំលែកនៅជំនាញទន់មួយនេះដែលពាក់ព័ន្ធជាមួយនឹងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពឬមួយក៏គេហៅជាភាសាអង់គ្លេសថា effective communication ដែលជាជំនាញទន់មួយក្នុងជំនាញទន់ជាច្រើនទៀតនៅភាគបន្តទៀតខ្ញុំនឹងចែករំលែកពីជំនាញទន់ផ្សេងទាំងនោះបន្ថែមទាំងអស់ចែកជូនដល់យុវជនបងប្អូនកូនក្មួយដើម្បីជាមូលដ្ឋានគ្រឹះដឹងឈ្មោះវាដឹងចំណងជើងវាទៅហើយបងប្អូនអាចធ្វើការស្រាវជ្រាវក៏ដូចជាពង្រឹងជំនាញទាំងនោះបន្ថែមនៅពេលដែលចេញធ្វើការទៅយើងបានដឹងយើងបានស្គាល់នៅជំនាញនោះជាស្រេចហើយចំពោះឲ្យបងឬមួយលោកគ្រូអ្នកគ្រូដែលចេញធ្វើការហើយសុទ្ធតែមានចំណេះដឹងខ្ពស់អស់ហើយពាក់ព័ន្ធនឹងជំនាញនេះអញ្ចឹងហើយបានជាវីដេអូឬក៏ voice ឬក៏គេហៅថា podcast ដែលខ្ញុំចេញនេះគឺចេញសម្ដៅទៅលើបងប្អូនយុវជនថ្នាក់វិទ្យាល័យក៏ដូចជាបងប្អូននៅសាកលវិទ្យាល័យត្រៀមចេញធ្វើការតែប៉ុណ្ណោះបាទហើយបើមានអីខុសឆ្គងក៏ដូចជាកែលម្អអីសូមជួយឲ្យមតិយោបល់ comment នៅខាងក្រោមក៏ដូចជាឲ្យ feedback មកខ្ញុំបានក៏ដូចជាឲ្យទៅបងប្អូនដើម្បីបានឃើញផងដែរបាទអញ្ចឹងមូលដ្ឋានគឺខ្ញុំមិននិយាយលម្អិតទេទៅលើការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនោះអញ្ចឹងនិយាយត្រឹមតែមូលដ្ឋានគ្រឹះ1ចំណុច2ចំណុច3ចំណុចអីទេហើយផ្សេងពីនោះទៀតបងប្អូនសូមធ្វើការស្រាវជ្រាវបន្ថែមព្រោះជំនាញនេះបើសិនជារៀនវិញយ៉ាងហោចណាស់ក៏3ថ្ងៃឬមួយអាទិត្យដែរបាទក្នុងជំនាញមួយហ្នឹងហើយមានជំនាញទន់ផ្សេងច្រើនទៀតខ្ញុំនឹងធ្វើជា podcast ឬមួយក៏ជាវីដេអូចែករំលែកបន្តទៀតអញ្ចឹងនឹងឲ្យដើម្បីបង្ហាញពីខ្លួនឯងពេលខ្លះយើងមានអារម្មណ៍ថាអៀនខ្មាស់ឬមួយក៏យ៉ាងម៉េចបាទហើយមានឧបសគ្គជាច្រើនក្នុងការដែលធ្វើយ៉ាងម៉េចឲ្យគេយល់ពីយើងអញ្ចឹងឥឡូវយើងរៀនពីវគ្គមូលដ្ឋានគ្រឹះបាទចំណុចមូលដ្ឋានគ្រឹះ3ចំណុចប៉ុន្តែវាមានឥទ្ធិពលខ្លាំងមែនទែនក្នុងជំនាញនៃការទំនាក់ទំនងតាមពិតយើងធ្វើការទំនាក់ទំនងរាល់ថ្ងៃតែយើងមិនដែលចាប់អារម្មណ៍យើងមិនដែលដឹងយើងមិនដែលផ្ដោតអារម្មណ៍ទៅលើវាអញ្ចឹងណាអញ្ចឹងកន្លឹះទី1ហ្នឹងគឺដើម្បីឲ្យទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពគឺយើងផ្ដោតទៅលើការស្ដាប់មុនហើយបន្ទាប់មកទើបយើងនិយាយជាជំហានបន្ទាប់អញ្ចឹងភាគច្រើនយើងទាំងគេទាំងខ្ញុំចូលចិត្តនិយាយមុនជួនកាលយើងនិយាយច្រើនជាងស្ដាប់អញ្ចឹងហើយនៅក្នុងកន្លឹះមួយនេះដើម្បីធ្វើឲ្យការប្រស័យតាក់ទងក៏ដូចជាជំនាញទំនាក់ទំនងយើងឲ្យកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពគឺចាប់ផ្ដើមពីការស្ដាប់ដ៏ល្អអញ្ចឹងកុំចាំតែនិយាយប៉ុន្តែគឺជាការស្ដាប់យើងស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់ដោយយល់ថាតើដៃគូសន្ទនាក៏ដូចជាអ្នកដែលយើងកំពុងតែសន្ទនាជាមួយនោះនិយាយពីអ្វីសារក្នុងគោលបំណងនិយាយពីអីហើយមនុស្សជាច្រើនគឺគាត់ផ្ដល់នូវការគោរពកាន់តែខ្លាំងនៅពេលដែលពួកគាត់មានអារម្មណ៍ថាត្រូវបានគេស្ដាប់ចំពោះគាត់ត្រូវបាននៅអ្វីដែលគេបានបង្ហាញចេញការនិយាយចេញទៅត្រូវបានគេយកចិត្តទុកដាក់ស្ដាប់អញ្ចឹងណាអញ្ចឹងធ្វើឲ្យការទំនាក់ទំនងរបស់យើងកាន់តែមានប្រសិទ្ធភាពយើងសាកសម័យមើលបើសិនជាយើងនិយាយទៅហើយនរណាម្នាក់នោះកំពុងតែយកចិត្តទុកដាក់ស្ដាប់យើងតែយើងមានអារម្មណ៍បែបណាដូចគ្នាយើងធ្វើបែបនេះទៅចំពោះអ្នកដទៃបាទឬក៏ដៃគូសន្ទនារបស់យើងនេះជាកន្លឹះទី1ដែលធ្វើឲ្យការទំនាក់ទំនងយើងកាន់តែមានប្រសិទ្ធភាពចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការនិយាយចេញច្បាស់ clear ច្បាស់ហើយសាមញ្ញមិនបាច់ចាំនិយាយអីបច្ចេកទេសរញ៉េរញ៉ៃទេបាទនិយាយច្បាស់បើបរទេសវិញគេចូលចិត្ត
និយាយចំតែម្ដងបាទប៉ុន្តែយើងក៏ស្វែងយល់យើងក៏បត់បែនទៅតាមបរិបទសង្គមរបស់យើងដែរគឺយើងព្យាយាមនិយាយទៅដោយគោរពទៅតាមបរិបទយើងបាទហើយប៉ុន្តែមិនចាំថានិយាយអីដោយភាពឆ្លាតវៃពេកទេប៉ុន្តែនិយាយតាមបែបធ្វើយ៉ាងម៉េចឲ្យងាយយល់ឲ្យស្រួលក្នុងការស្ដាប់បានប្រើពាក្យសាមញ្ញហើយនឹងខ្លីអីចឹងទៅបាទអញ្ចឹងធ្វើឲ្យអ្នកដែលទទួលស្ដាប់សាររបស់យើងនឹងបានកាន់តែច្បាស់ហើយទាំងខ្ញុំទាំងគេនៅពេលដែលមានបទពិសោធន៍ច្រើនបាទគូក្បាលលោតទៅនេះលោតទៅនោះនិយាយច្រើននៅពេលដែលបានកាន់ផ្លែមីក្រូហើយបាទគឺនិយាយមិនដឹងដល់ណាដល់ណីទេអញ្ចឹងត្រូវតែនិយាយច្បាស់និយាយទៅចំចំណុចហើយខ្លីបានហើយបាទអញ្ចឹងចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងភាសាកាយវិការយើងក៏សំខាន់ដែរដើម្បីឲ្យទំនាក់ទំនងយើងកាន់តែមានប្រសិទ្ធភាពការប្រើសំឡេងរបស់យើងការលើកការដាក់ការប្រើប្រស័យតាក់ទងតាមរយៈភ្នែកការសម្លឹងមើលការយកចិត្តទុកដាក់ក៏ដូចជាការប្រើកាយវិការផ្សេងការញញឹមការរក្សានៅកែវភ្នែកយើងទំនាក់ទំនងទៅកាន់អ្នកដែលយើងកំពុងសន្ទនាដែលបង្ហាញថាយើងកំពុងតែនៅទីហ្នឹងជាមួយគាត់ដែរគឺពិតជាធ្វើឲ្យកិច្ចសន្ទនារបស់យើងកាន់តែមានប្រសិទ្ធភាពធ្វើឲ្យដៃគូដែលយើងកំពុងនិយាយជាមួយនឹងកាន់តែចង់មានការជជែកវិញ្ញាជាមួយយើងបន្ថែមទៀតបាទនេះជាគន្លឹះតែ3សិនតាមពិតទៅបើនិយាយពី effective communication នេះគឺវែងមែនទែនអញ្ចឹងសង្ឃឹមថាបានចែករំលែកជាគន្លឹះខ្លះដល់បងប្អូនក្មួយបាទហើយមានចំណុចណាត្រូវរៀនបន្ថែមសូមធ្វើការស្រាវជ្រាវបន្ថែមក៏ដូចជារៀនវគ្គខ្លីផ្សេងបន្ថែមទៀតដើម្បីពង្រឹងដល់ជំនាញរបស់យើងនេះក្នុងការទំនាក់ទំនងជាមួយអ្នកជុំវិញទំនាក់ទំនងជាមួយអ្នកដទៃក៏ដូចជាទំនាក់ទំនងនៅក្នុងកន្លែងធ្វើការងារអញ្ចឹងការទំនាក់ទំនងគឺមិនបាច់ចាំថាដល់ល្អឥតខ្ចោះអំពីទំនាក់ទំនងយើងជាមួយអ្នកជុំវិញទេប៉ុន្តែចាប់ផ្ដើមតាមរយៈការស្ដាប់ទៅអ្នកជុំវិញនិយាយសាមញ្ញខ្លីហើយបង្ហាញពីទំនុកចិត្តរបស់យើងតាមរយៈភាសាកាយវិការរបស់យើងបាទសូមអរគុណច្រើនមានតែប៉ុណ្ណឹងជម្រាបលាបាយ